បាទសួស្តីបងប្អូនអ្នកគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនអ្នកគ្នាពីវិធីសាស្ត្រក្នុងការស្វែងរកទូរស័ព្ទរបស់យើងដែលបានបាត់ត្រឡប់មកវិញតាមរយៈទូរស័ព្ទដៃរបស់យើងផ្ទាល់តែម្ដងអញ្ចឹងខ្ញុំសូមបង្ហាញនេះទៅលើទូរស័ព្ទដៃ iPhone អញ្ចឹងក្នុងនោះខ្ញុំនឹងបង្ហាញបងប្អូនលម្អិតថាតើវិធីសាស្ត្របែបណាខ្លះក្នុងការស្វែងរកទូរស័ព្ទរបស់យើងឲ្យឃើញត្រឡប់មកវិញអញ្ចឹងក្នុងនោះយើងមានវិធីសាស្ត្រក្នុងការ direct location មានថាយើងមើលពី location យើងទៅដូច Google Map ចឹងណាហើយទី2គឺបងប្អូនអាចរកតាមរយៈសំឡេងនៃទូរស័ព្ទដៃរបស់យើងចាំបើសិនយើងជ្រុះបាត់អីនៅចិត្តចឹងយើងអាចប្រើប្រាស់សំឡេងឲ្យវីរ៉ូគឺយើងអាចងាយស្រួលក្នុងការស្វែងរកទូរស័ព្ទរបស់យើងបានដូចគ្នាហើយមួយទៀតនោះគឺបងប្អូនអ្នកគ្នាអាចធ្វើការផ្ញើសារទៅកាន់ទូរស័ព្ទរបស់យើងតាមរយៈ iCloud ដើម្បីឲ្យទូរស័ព្ទរបស់យើងនឹងអ្នកដែលគាត់រើបានគាត់អាចខលមកយើងម៉ាស៊ីននេះគាត់ជាប់ lock អេក្រង់ lock អីចឹងណាបងប្អូនអ្នកគ្នាហើយចំណុចបន្ទាប់នោះគឺបងប្អូនអាចធ្វើការ lock ម៉ាស៊ីនឬក៏ erase ម៉ាស៊ីនរបស់យើងដើម្បីលុបទិន្នន័យហើយទូរស័ព្ទរបស់យើងនោះគឺជាប់ iCloud បើសិនគេរើបានហើយគេមិនចង់ឲ្យយើងណាចឹងនេះជាវិធីសាស្ត្រចុងក្រោយចឹងកុំឲ្យកាត់ពេលវេលាយូរថាតើវិធីសាស្ត្រទាំងអស់ហ្នឹងយើងធ្វើវារបៀបណាចឹងយើងចូលទៅទស្សនាក៏ដូចជាអនុវត្តទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនមានទូរស័ព្ទដៃ iPhone ហើយជ្រុះបាត់ហើយបងប្អូនអត់មាន iPhone មួយទៀតអញ្ចឹងក៏បងប្អូនអាចធ្វើការលើ Android តែបងប្អូនចូលទៅកាន់កម្មវិធីបើកអ៊ីនធឺណិតណាមួយនៅលើទូរស័ព្ទ Android ក៏បាន iPhone ក៏បានដែរដោយបងប្អូនវាយពាក្យថា iCloud អញ្ចឹងពេលដែលបងប្អូនវាយ iCloud វាចេញ iCloud ដូចនេះអញ្ចឹងបងប្អូនចូលមកកាន់ iCloud នេះមកបន្ទាប់មកបងប្អូនចុចពាក្យថា sign in អញ្ចឹងបងប្អូននឹងចូលទៅដល់ website របស់ Apple ហើយវានឹងឃើញកម្មវិធីមួយដែលឈ្មោះថា Find My បងប្អូនអាចស្វែងរកតាមនេះតែខ្ញុំបង្ហាញបងប្អូននេះនៅលើទូរស័ព្ទដៃ iPhone អញ្ចឹងខ្ញុំមានកម្មវិធី Find My ស្រាប់អញ្ចឹងខ្ញុំចូលទៅកម្មវិធី Find My តែម្ដងអញ្ចឹងនេះគឺជាកម្មវិធី Find My ពេលដែលខ្ញុំចូលមកខ្ញុំនឹងឃើញទម្រង់ដូចនេះអញ្ចឹងខ្ញុំចុច allow បន្ទាប់មកខ្ញុំមានទូរស័ព្ទរបស់ខ្ញុំមួយហើយមួយទៀតគឺជាទូរស័ព្ទខ្ញុំបានបាត់ជាឧទាហរណ៍ទូរស័ព្ទមួយនេះដែលបានបាត់ហ្នឹងអញ្ចឹងខ្ញុំចុចនៅលើនេះក៏បានខ្ញុំចុចនៅលើនេះក៏បានដែរអញ្ចឹងខ្ញុំចុចលើហ្នឹងមកអញ្ចឹងមុខងារ direction គឺបងប្អូនអ្នកគ្នាអាចធ្វើចុចលើនេះបានតែដោយសារខ្ញុំនៅទីតាំងតែមួយអញ្ចឹងខ្ញុំមិន direction ទេដោយសារយើង direction គឺ map វាជាន់គ្នាទេអញ្ចឹងយើង direct ទៅអត់កើតអត់អាចបង្ហាញបងប្អូនអ្នកគ្នាបានទេតែបើសិនជាទូរស័ព្ទនឹងវានៅឆ្ងាយយើង direct ទៅងាយស្រួលពយល់ទៅកាន់បងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំចូលទៅកាន់ play sound បងប្អូនអ្នកគ្នានឹងឃើញនេះពាក្យថា play sound អញ្ចឹងបងប្អូនអាចធ្វើការចុច play sound ហ្នឹងទៅទូរស័ព្ទមួយទៀតវានឹងរោបញ្ជាក់ផងដែរដើម្បីធ្វើការស្វែងរកវាបានហ្នឹងលុះត្រាតែបងប្អូនភ្ជាប់នៅ Apple ID តែមួយ iCloud តែមួយបងប្អូនអ្នកគ្នាអញ្ចឹង iCloud នៅនេះក៏ iCloud ហ្នឹងហើយនៅលើនេះក៏ iCloud ហ្នឹងដែរឬក៏ Apple ID ហ្នឹងដែរអញ្ចឹងខ្ញុំចុច play sound តែម្ដងអញ្ចឹងទូរស័ព្ទមួយនេះវានឹងរោអញ្ចឹងបងប្អូននឹងឃើញទូរស័ព្ទនឹងរោហើយទីទៀតវាចេញសំឡេងអញ្ចឹងពេលដែលទូរស័ព្ទនឹងរោចេញសំឡេងអញ្ចឹងពេលដែលទូរស័ព្ទមួយនេះចេញសំឡេងគឺបងប្អូនអាចធ្វើការបញ្ឈប់វាបានទេលុះត្រាតែបងប្អូនអ្នកគ្នាធ្វើការចុចដោះសោវាស្គាល់ថាបងប្អូននឹងជាម្ចាស់ទើបបញ្ឈប់នៅការរោនេះបានបងប្អូនអ្នកគ្នាអញ្ចឹងចូលមកដល់ចំណុចបន្ទាប់ទៅលើមុខងារមួយដែលដាក់ឈ្មោះថា Lose iPhone អញ្ចឹង iPhone របស់យើងវាបានបាត់ណាអញ្ចឹងមុខងារនេះគឺយើងធ្វើការផ្ញើសារទៅកាន់ iPhone ដែលបានបាត់អញ្ចឹងខ្ញុំចុចទៅលើហ្នឹងមកខ្ញុំសូមអស់មកខាងក្រោមអញ្ចឹងបងប្អូននឹងឃើញពាក្យថា continue អញ្ចឹងបងប្អូនចុចទៅលើពាក្យថា continue អញ្ចឹងឥឡូវនេះបងប្អូនធ្វើការវាយនៅលេខទូរស័ព្ទបញ្ចូលដើម្បីឲ្យគេតាក់ទងមកបើសិនគេរើបានណាអញ្ចឹងខ្ញុំជាឧទាហរណ៍ខ្ញុំឲ្យលេខ1ដល់លេខ9អញ្ចឹងខ្ញុំឲ្យប៉ុណ្ណេះហើយខ្ញុំចុច next នៅខាងលើបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំចុច next តមកបងប្អូនទៅសេអីដែលបងប្អូនចង់ឲ្យគេ call មកយើងឬក៏មិនអីចឹងណាចេះដាក់ថាសូម call ចឹងខ្ញុំដាក់ថាសូម call មកផងអញ្ចឹងខ្ញុំចុច next អញ្ចឹងពេលដែលខ្ញុំចុច next វាចូលដល់លេខនេះអញ្ចឹងបងប្អូនចុច activate
ចឹងពេលដែលបងប្អូនចុច activate ទូរស័ព្ទមកខាងទៀតវានឹង load alert មកកាន់លើអេក្រង់នេះដើម្បីឲ្យអ្នកដែលរើសបានហ្នឹងគាត់ធ្វើការខលត្រឡប់មកយើងវិញណាបងប្អូនអរគ្នាអញ្ចឹងបងប្អូនអាចឃើញអញ្ចឹងនេះគឺវាធ្វើការ load សារមកវាដាក់ថា lost iPhone អញ្ចឹងសូម call មកផងក្រោយនេះជាលេខទូរស័ព្ទដែលខ្ញុំបានដាក់ហើយមានប៊ូតុង call អញ្ចឹងអ្នកដែលរើសបានហ្នឹងគាត់អាច call មកកាន់យើងបានតាមរយៈលេខដែលយើងបានដាក់ហ្នឹងក៏ចុចទៅវាធ្វើការ call មកតែម្ដងអញ្ចឹងវាងាយស្រួលសម្រាប់យើងដែលបានបាត់ទូរស័ព្ទបងប្អូនអរគ្នាចឹងចូលមកដល់ចំណុចបន្ទាប់ជាវិធីសាស្ត្រចុងក្រោយដែលយើងធ្វើការតាក់ទងតាមពីខាងលើមកដល់ខាងក្រោមហើយគេមិនព្រមឲ្យទូរស័ព្ទឲ្យយើងឬក៏គ្មានអ្នកឃើញអញ្ចឹងយើងត្រូវប្រើមុខងារមួយគេថា erase this iPhone អញ្ចឹងបងប្អូនគុំយកពាក្យថា remove this device បងប្អូនគុំយកបើសិនជាបងប្អូនយកមានន័យថាបងប្អូនដក Apple ID ចេញពីទូរស័ព្ទមួយនេះហើយអញ្ចឹងទូរស័ព្ទមួយនេះគឺគាត់តែដោះ password គឺអាចប្រើប្រាស់បានហើយអត់មានជាប់ iCloud ទេអញ្ចឹងឧទាហរណ៍ខ្ញុំយកមុខងារ erase អញ្ចឹង erase iPhone អញ្ចឹងបងប្អូនចុចពាក្យថា continue មកអញ្ចឹងកន្លែងនេះបងប្អូនចុចលើវាដើម្បីទៅសេអីក៏បានឬមិនបាច់ក៏បានដែរអញ្ចឹងបងប្អូនចុចពាក្យថា erase យកតែម្ដងនៅខាងលើពណ៌ក្រហមនេះចុច erase អញ្ចឹងបងប្អូនត្រូវបំពេញនៅ Apple ID របស់បងប្អូនទាំងអស់គ្នាដើម្បីបញ្ជាក់ថាបងប្អូនទាំងអស់គ្នាជាម្ចាស់ iPhone នេះអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការបំពេញហើយខ្ញុំធ្វើការចុចពាក្យថា erase នៅខាងលើតែម្ដងអញ្ចឹងពេលដែលខ្ញុំចុច erase នៅខាងលើបងប្អូនរងចាំបន្តិចអញ្ចឹងទូរស័ព្ទរបស់យើងហ្នឹង iCloud នៅក្នុងនេះវានឹងបញ្ជូន data ឲ្យធ្វើការ erase iPhone នេះអញ្ចឹងបងប្អូនធ្វើការរងចាំបន្តិចបងប្អូននឹងឃើញ iPhone របស់យើងគឺវាធ្វើការលុបតែម្ដងវាធ្វើការអត់លុតគ្រឿងវាធ្វើការឈោះម៉ាស៊ីនតែម្ដងអញ្ចឹងបងប្អូនអាចចូលទៅ set up ទូរស័ព្ទមួយនេះអញ្ចឹងចូល Cambodia នេះមក set up automatically នេះមកអញ្ចឹងខ្ញុំធ្វើការយក internet sim អញ្ចឹងទូរស័ព្ទមួយនេះគឺបានជាប់នៅ iCloud ហើយបងប្អូនអរគ្នាវាចេញដូច្នេះអញ្ចឹងទាមទារឲ្យបងប្អូនអរគ្នាធ្វើការដាក់ email ក៏ដូចជា password ដើម្បីធ្វើការដំណើរការបន្តទៅមុខទៀតអញ្ចឹងយើងអាចដំណើរការបន្តទៅមុខទៀតទេគឺទូរស័ព្ទនេះគឺជាប់ iCloud ហើយបើយើងលក់ឲ្យជាងក៏បានធូរដែរអញ្ចឹងហើយបើសេរីទាបចេះទៀតគឺគេអត់ទិញទេបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណេះសម្រាប់ចែករំលែកទៅកាន់បងប្អូនអរគ្នាហើយបើពេញចិត្តកុំភ្លេចតាមដានវីដេអូខ្ញុំយើងនឹងជួបបងប្អូនអរគ្នានៅវីដេអូក្រោយ